បងប្អូនថ្ងៃនេះមកបុកសណ្តែកសាច់គោញ៉ាំម្ដងខាន់ញ៉ាំជួយបងប្អូនជាដំបូងយើងបុកខ្ទឹមហើយនិងម្ទេសតពីបុកខ្ទឹមម្ទេសហើយមកមើលសម្រស់អ្នកបុកបន្តិចចានេះបុកឲ្យម៉ត់ហើយយើងក៏ដាក់ស្ករត្នោតកាពិប៊ីចេងរ៉ូឌីបន្តិចហើយក៏ថែមស្ករសបន្តិចដែរហើយដាក់ទឹកត្រីបន្តិចផងបន្ទាប់មកយើងក៏ច្របាច់ក្រូចឆ្មាចូលរាល់ថ្ងៃនេះមិនចេះធ្វើម្ហូបអីទេចាចេះតែបញ្ចូលសម្លេងហើយបញ្ចូលត្រឡប់ត្រលិននិយាយស្ដាប់គ្នាបានទៀតចាតពីយើងច្របាច់ក្រូចឆ្មា2ផ្លែហើយឥឡូវយើងមកកូរគ្រឿងវាឲ្យសព្វតមកយើងក៏ដាក់សណ្ដែកហើយយើងក៏ដាក់សាច់គោចូលបងប្អូនអើយសាច់គោនេះវារៀងយូរថ្ងៃដែរដល់ពេលអញ្ចឹងវារៀងពណ៌មិនសូវស្រស់ប៉ុន្តែរសជាតិវាធានាថាឆ្ងាញ់ចាតមកយើងញុំវាឲ្យបែកខ្ទេចមកទាំងសណ្ដែកទាំងសាច់គោហើយបើយើងទុចពេកបុកមកកើតទេចឹងយើងមានតែច្បល់វាចលឡើងឲ្យវាសព្វហើយបុកវាបន្ថែមទៀតឲ្យវាបែកឲ្យខ្ទេចបានឆ្ងាញ់ទេបងប្អូនបើអត់បែកទេអត់ឆ្ងាញ់ទេបើសណ្ដែកនៅមូលចឹងវាចូលជីទេបន្ទាប់មកយើងរៀបចានសាឡាត់នឹងតែសក់តិចមកព្រោះបន្លែយើងនៅសល់ប៉ុណ្ណឹងដាក់តែប៉ុណ្ណឹងហើយយើងក៏ដាក់បុកសណ្ដែកចូលមកបន្ទាប់ពីដាក់ចានហើយយើងក៏រយជីរណាបើមានជីរណាក៏អត់ឆ្ងាញ់ដែរបងប្អូនត្រូវបន្ថែមជីរណាហើយត្រូវដាក់សណ្ដែកដេកពីលើមួយទៀតបានវាមានរសជាតិឈ្ងុយឆ្ងាញ់តែប៉ុណ្ណឹងមករួចរាល់ហើយបងប្អូនបើតនេអាចសាកធ្វើបានណាតនេតែឆ្ងាញ់បុកសណ្ដែកសាច់គោជាមួយអីមានជាមួយអីទេគឺជាមួយសណ្ដែកហ្នឹងហើយ